ឪពុកនិងកូនប្រុសនេះគឺជាគ្រួសារធូរធារមួយនៅក្នុងភូមិឪពុកឈ្មោះថាតាកុកចំណែកឯកូនប្រុសឈ្មោះថានាយកុយទៀតឲ្យអញដាក់ឈ្មោះតួកុំឲ្យថាព្រោះស្ដាប់ដូចគេអាម៉េចសពថ្ងៃតាកុកពិបាកចិត្តជាខ្លាំងព្រោះតែកូនកំលោះរបស់គាត់មិនព្រមយកប្រពន្ធឡើយដោយសារតែកូនគាត់មានជំងឺខ្លាចមនុស្សស្រីណែអាកុយហើយព្រឹកស្មានហ្នឹងហើយអត់គិតទៅទិញអីស៊ីទេអីឪហេវនេះអត់ទេឪទៅបន្តិចទៅខ្ញុំហ៊ានទៅដើរទៅដឹងតែស្រីមើលមុខព្រាតហើយវាថៃគ្រាន់តែគេមើលមុខសោះហើយអីក៏ខ្លាចនោះខ្លាចហើយធ្វើឲ្យក្លាហានដូចគេដូចឯងមើលប្រុសក្តោអីទេឃើញស្រីខ្លាចឡើងញ័រមកពីឪហ្នឹងហើយចិញ្ចឹមខ្ញុំតាំងពីតូចឲ្យនៅតែផ្ទះហើយមនុស្សធ្លាប់តែជួបតែប្រុសដល់តែឃើញស្រីមិនភ័យអាម៉េចនំអីនំកមមានពូមីងបងប្អូនណាចង់ទិញនំកមស្រីម៉ៅហូបទេអូនោះអាកុយស្រីម៉ៅយកនំមកលក់ឲ្យឆាប់ទៅទិញមកកូនអើយមនុស្សស្រីតើនៅមិនបានទេខ្ញុំទៅសិនហើយអាកុយហើយទៅណាអានេះហើយថៃពូមិនបានកូនពូរត់ឡើងហើយដីអញ្ចឹងអានឹងមិនដឹងជាកើតស្អីវាទេឲ្យតែឃើញមុខស្រីដឹងតែរត់ទៅពួនហ្មងនិយាយពីថាខ្លាចស្រីអើយខ្លាចងាប់ហើយខ្លាចអីក៏ខ្លាចម៉ែនេះគ្រាន់តែស្រីម៉ៅលក់នំសោះរត់ប៉ុណ្ណឹងទៅហើយចុះតម្រាំមកប៉ះគេស្អាតមិនរត់បាក់កងាប់ទៅហើយអានេះយ៉ាប់មែនហើយលក់នំអីគេស្រីម៉ៅចាពូនំគមពូទិញអត់ហើយលក់អាម៉េចនំគមហ្នឹង1,500ណាពូយកម៉ានដាក់ឲ្យ4មកអញ្ចឹងមនុស្សកំពុងតែឃ្លានផងបានស្រីម៉ៅយកមកលក់ដល់ផ្ទះល្មមតែនំលក់អស់ហើយហ្នឹងពូតតែស្អែកបានមានទៀតជុំស្រីម៉ៅលេងឯកបាត់ហើយបើលក់អស់ហើយមិនរួចប្រាប់មុនថារកប្រាប់ពូដែរតែពូនិយាយកាត់រហូតបានហើយទៅផ្ទះទៅអញ្ចឹងលបល់យកនេះអាគ្នាកំពុងតែឃ្លានផងនំគមអីនំគមស្រីម៉ៅច្រឡំផ្លេចថាលក់អស់ហើយណែវើយអាកុយនៅមើលផ្ទះឪទៅទិញបបរឲ្យស៊ីបាទឪហើយរត់មកវិញខ្ញុំនៅម្នាក់ឯងខ្លាចតែស្រីដើរមកទេវេទនាណាស់អញដឹងហើយនិយាយរួចហើយពូកុកក៏ដើរចេញបាត់ទៅងាកមកមើលគ្រួសារមួយនេះវិញម្ដាយឈ្មោះថាមីងចរិយាចំណែកឯកូនស្រីឈ្មោះថានាងយូរ៉ាហើយថ្មិចបាកចិត្តដល់ថ្ងៃបងធនាគារទៀតហើយនេះណែយូរ៉ាហើយខែហ្នឹងបាក់លុយនៅលុយបាក់ឲ្យតើម៉ែហើយម៉ែសួរធ្វើអីសួរធ្វើអីអាម៉េចសួរយកលុយទៅសងគេហ្នឹងហើយតំណែនៅជូនម៉ែយកលុយទៅសងគេបន្តិចហូយម៉ែខ្ញុំអត់ទៅទេខ្ញុំខ្លាចតែទៅដល់ជួបប្រុសទេម៉ែទៅតែឯងទៅយីមីលបល់យកនេះវាចេះតែអាម៉េចបានជាខ្លាចប្រុសម៉ែហើយទៅធ្វើការរាល់ថ្ងៃហ្នឹងអត់មានប្រុសទេអីបានជាខ្លាចម្លឹងមានប្រុសណាម៉ែកន្លែងខ្ញុំធ្វើការសុទ្ធតែស្រីហ្នឹងមិនដឹងជាវាកាត់ពូទៅណាទេបានជាវាខ្លាចមនុស្សប្រុសម្លឹងមានកាត់ទៅណាកាត់តាមម៉ែហ្នឹងហើយណែអញកាលនៅកមុំមិនដែលប្រុសណាហ៊ានមកក្បែរអញឡើយហើយមានលបល់យកឯងមកក៏ខ្លាចប្រុសម៉ែចុះខ្ញុំមិនដឹងបើឲ្យតែឃើញប្រុសដឹងតែភ័យហ្មងវាអាម៉េចតិចកាំងបេះដូងឡាប់ដោយសារខ្លាចប្រុសទៅអូយម៉ែបានហើយម៉ែទៅតែឯងទៅចាំខ្ញុំនៅចាំផ្ទះអញទៅក៏បានដែរហើយទៅជួបមួយនឹងទេនេះក៏មកខ្លាចប្រុសនិយាយរួចហើយយាយចរិយាក៏ដើរចេញបាត់ទៅអូយអញខំដើរតាំងពីណាពីណីមកទិញអីស៊ីឥឡូវអត់មានទៀតហើយបានអីស៊ីថ្ងៃហ្នឹងលោកបងហើយដើររអ៊ូម្នាក់ឯងអញ្ចឹងអត់ខ្លាចគេថាឈួតទេអីខ្លាចអីទៀតបើចិត្តឈួតហើយហ្នឹងហើយវាអាម៉េចបានរអ៊ូម៉ែគឺខ្ញុំដើរមកពីផ្ទះថារកទិញអីហូបហ្នឹងតែឥឡូវគេលក់អស់លីងក្រែងលោកបងមានកូនប្រុសមួយហើយមិនប្រើវាទៅចាំបាច់ដើរមកទិញខ្លួនឯងនាំតែហត់ធ្វើអី
ប្រើអាមិនកើតកូនខ្ញុំអាមួយហ្នឹងវាមិនដែរហ៊ានចេញក្រៅទេអានោះគ្រាន់តែឃើញស្រីដើរកាត់មុខផ្ទះវាភ័យឡើងញ័រខ្លួនរត់ទៅពួនមិនឲ្យគេឃើញមុខវាផងហើយចឹងឲ្យខ្ញុំប្រើវាមិនកើតអីក៏ដូចគ្នាម្ល៉េះលោកបងកូនស្រីខ្ញុំដូចតែកូនលោកបងអញ្ចឹងមីមួយនោះឲ្យតែឃើញប្រុសម្ដងដឹងតែវាភ័យដួលសន្លប់ឈរតែម្ដងវ៉ៃស្មានតែមានតែកូនខ្ញុំមួយតើខុសគេហើយកូនអ្នកអញ្ចឹងដែរទេអីហើយខ្ញុំមិនដឹងថាគួរធ្វើយ៉ាងម៉េចទេនេះបើវាខ្លាចប្រុសម្លឹងហើយទៅរកប្តីឲ្យវាមិនដឹងកើតណែបើថាកូនអ្នកឲ្យវាខ្លាចប្រុសដូចកូនខ្ញុំខ្លាចស្រីអញ្ចឹងអាម៉េចអាបាស្រីឲ្យវាយកគ្នាហ្មងទៅអីមានអីលោកបងល្អតាគេថាមនុស្សតចរិតដូចគ្នាបាននៅជាមួយគ្នាចុះហេងសយពេលវាបានគ្នាហើយប្រហែលជាពីអាជំងឺខ្លាចប្រុសខ្លាចស្រីនឹងមិនខានអូខេអញ្ចឹងចាំព្រឹកស្អែកខ្ញុំនាំកូនខ្ញុំទៅសាកសួរណាចាអ្នកចាំជួបគ្នាព្រឹកស្អែកណាក្រោយពីជជែកគ្នារួចហើយយាយនិងតាក៏ចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនលុះស្អែកឡើងហើយដឹងហើយថាមនុស្សខ្លាចស្រីហើយឥឡូវប្រុងនាំខ្ញុំទៅឲ្យយកប្រពន្ធអីណាទៀតហើយយីអានេះហើយជាប់បោះស្រីមិនយកហើយប្រុងយកអីវិញអត់មានប្រកែកណាអញនិយាយគ្នាជាមួយម៉ែគេរួចហើយឲ្យយកប្រពន្ធអាម៉េចទេអាគ្នាខ្លាចស្រីចង់ងាប់ហើយឲ្យទៅយកប្រពន្ធមើលអញរកអីដាក់ក្បាលហ្នឹងមើលវ៉ៃវាអាម៉េចឯងអាកុយអីក៏ខ្លាចនោះខ្លាចមកសម្បត្តិមនុស្សស្រីសោះខ្លាចដែរឥឡូវខ្ញុំទៅក៏បានដែរតែកុំរត់ចោលខ្ញុំយីអានេះវ៉ៃខ្លាចអញរត់តាណាក្រែងនាំឯងទៅយកប្រពន្ធអីមកដើរមកកុំឲ្យគេចាំយូរចំតានឹងតិចធ្វើស៊ីឯងទៅម្សិលមិញប្រាប់ឯងច្បាស់ណាស់ថាព្រឹកមកឥឡូវយូរហើយនេះអត់ទាន់ឃើញអើតក្បាលមកសោះដឹងស្អីទេម៉ែអាគេនៅម្នាក់ឯងស្រួលសឹងអីមកឲ្យយកប្តីអីណាហាមប្រកែកវើយអញនៅជាមួយហងឯងហត់ណាស់មួយថ្ងៃលឹបលោគ្រាន់តែឃើញមនុស្សប្រុសរត់ប្រូចខ្ញុំវាខ្លាចម៉ែឯងយល់អត់ហើយឲ្យខ្ញុំយកប្តីនឹងយកប្រុសមែនប្រុសនឹងហើយម៉ែណែតែអត់យកដឹងតែក្បាលមួយឆ្នាំហើយនោះគេមកហើយឆាប់ឈរនៅឲ្យស្ងៀមហាមរត់ណាវើយណែវើយអាកុយហាមរត់ប្រយ័ត្នឆ្កែដេញខាំវើយអ្នកហើយនឹងមែនទេកូនស្រីអ្នកចាលោកបងនឹងហើយកូនស្រីខ្ញុំនោះណែយូរ៉ាឆាប់ទៅដាក់ដាំបាយទៅកូនចាំម៉ែនៅទទួលភ្ញៀវណែអាកុយសំនឹងឯងដល់សុទ្ធតែពួកអៀនដូចគ្នាទៅផ្ទះយើងវិញទៅក្បាលឯងអីអញមិនទាន់នឹងបាននិយាយសាច់ការផងអ្នកមកអង្គុយសិនមកចាំនិយាយទៀតបាទអ្នកអើយឥឡូវកាត់ចំតែម្ដងទៅណោះកុំឲ្យវែងឆ្ងាយពេកហើយអ្នកកាត់ថ្លៃទឹកដោះប្រមាណដែរមិនថ្លៃប្រមាណទេមកល្មមគួរសមដូចគេដូចឯងខ្ញុំសុំកាត់$5,000ងាប់ថ្លៃម៉េះអ្នក1,500បានហើយ1,500អាម៉េចអ្នកប៉ុណ្ណឹងយកទៅរៀបចំកម្មវិធីអាម៉េចកើត5,000ហ្នឹងគឺសមរម្យហើយណែតាមពិត5,000ហ្នឹងខ្ញុំមិនខ្លាចឲ្យទេតែប្រយ័ត្នតការហើយអត់មានទឹកដោះឲ្យកូនខ្ញុំបើខ្ញុំជាម្ដាយហ៊ានធានាឲ្យណាមិនខ្វះទេឲ្យរឿងទឹកដោះបើនោះឲ្យតែត្រូវថ្លៃគ្នាជុំឲ្យធំក្លិនអីគេឆ្ងៀមមែនអ្នកអញមានលបាល់យោហើយមិនបានឆេះចក្រានអញ្ចឹងម៉ែខ្ញុំខ្លាចពេកនឹងណាយីអញតែខ្លាចអីបាទអូននេះវាខ្លាចស្រីដែរហ្នឹងមើលបើថាពិបាកពេកមិនបាច់ដាំទេនាំគ្នាទៅលេងនៅក្នុងផ្ទះសិនទៅទុកឲ្យចាស់តថ្លៃគ្នាអាកុយឆាប់នាំគ្នាទៅលេងក្នុងផ្ទះទៅឲ្យធ្វើកុំខ្លាចស្រីមើលមួយនាងនឹងសេរីដូចតែឯងដែរតើកូនបាទឥឡូវមិននេះ5,000ហ្នឹងអ្នកហ៊ានឬអត់ហ៊ានទេអ្នកចុះបន្តិចទៀតមើល
ត្រឹម 2000 អីបានហើយហេវាមិនដែលទេ 5000 ណាចូលមក 2000 អាម៉េចឥឡូវខ្ញុំចោះឲ្យ 500 នៅសល់ 4500 អាម៉េចដែរអានឹងក៏នៅតែថ្លៃ 2500 បានហើយណែមិនកើតទេឥឡូវ 4000 អាម៉េចដែរអនៅតែថ្លៃអត់ដែលនឹង 2 ម៉ោងក្រោយមកអើយតថ្លៃ 2 ម៉ោងហើយនៅអត់ទាន់ព្រមទៀតព្រមអីគេបើលបងឯងឲ្យថោកសឹងអីហ្នឹងខ្ញុំមកខំចុះឡើងច្រើនលោកបងឯងប្រកាច់រហូតអីជុំនិយាយអញ្ចឹងអាពីរអ្នកហ្នឹងនៅក្នុងផ្ទះដូចជាស្ងាត់ឈឹងវៃអេស្ងាត់មែនតើតិចវាអៀនគ្នារត់ពួនអស់ទៅមើលតែមើលវាបន្តិចមើលជុំអាកុយហើយឯងនាំគ្នាធ្វើអីហ៎បឺអីជួយអានេះអញកំពុងតែតថ្លៃទឹកដោះមិនទាន់នឹងត្រូវគ្នាផងហើយបឺមុនបាត់ចុះក្រែងឪហើយនឹងមីងឲ្យពួកខ្ញុំនាំគ្នាមកលេងក្នុងផ្ទះហើយអាហ្នឹងមិនលេងចាប់សពគ្រប់ហើយអញ្ចឹងអញខំតថ្លៃគ្នាឡើងចង់បែកពពុះមាត់ហើយវានាំគ្នាមកបឺធ្វើបង្ងើយអ្នកឥឡូវគិតតែម៉េចនេះកូនអ្នកខ្លាចជារបស់មកទឹកហើយឥឡូវគិតថ្លៃទឹកដោះប្រមាណហើយមិនបាច់ថ្លៃទឹកដោះទឹកដួយអីទេសែនឲ្យវាតែម្ដងទៅបើវាលេងផ្លូវកាត់ទៅហើយយីពួកនេះអៀនចុះអៀនឡើងអត់មាត់នាំគ្នាមកបឺស្ងាត់ហ្មង